Hello ក៏ដូចជាសួស្តីអ្នកនរគ្នាវិលត្រឡប់មកជួបជាមួយនឹង Admin សាជាថ្មីស៊ូគីឯថ្ងៃនេះយើងមកបន្តនៅសាច់រឿងការវិលត្រឡប់មកវិញរបស់កម្ពុជាគិតកោរបស់យើងសាជាថ្មីហើយមុននឹងចូលទៅដល់សាច់រឿងរបស់យើងដែរសម្រាប់គ្នាយើងដែលបានទស្សនានៅវីដេអូរបស់ Admin ហើយកុំភ្លេចទៅការចុច Like Comment ក៏ដូចជា Subscribe ឲ្យបានច្រើនផងដើម្បីជាកម្លាំងចិត្តឲ្យ Admin ហើយបើសិនជាគ្នាយើងចិត្តល្អអីក៏អាចធ្វើការប៉ាវខ្វែកមានតាមយក short ដែលមានបានដាក់នៅខាងលើវីដេអូនេះបានហើយឥឡូវយើងកុំឲ្យខាតពេលរបស់អ្នកនរគ្នាយូរយើងចូលទៅបន្តនៅសាច់រឿងរបស់យើងទាំងអស់គ្នាដែលនៅពេលមុនយើងក៏បានដឹងផងដែរថាតួឯកប្រាប់យើងគាត់បានប្រយុទ្ធគ្នាជាមួយថាដាក៏ដូចជាបានប្រយុទ្ធចូលឈ្នះទៅកាន់ថាដាក៏ដូចជាប្រាប់នៅការពិតទាំងអស់ឲ្យទៅកាន់ថាដាបានដឹងអំពីកូឡុនដេវីផងដែរដែលនៅពេលនោះតួឯកប្រាប់យើងបានប្រាប់ទៅកាន់គេផងដែរថាម្នាក់នោះគេគឺជាអផុសថាដាសេរីចាស់ក៏ដូចជាត្រូវជាពលរបស់គេនឹងឯងដែលលើកបែបនេះដែរថាដាគេហ្នឹងមិនជឿនៅសម្ដីរបស់តួឯកប្រាប់យើងនោះទេដោយគេក៏បាននិយាយផងដែរថាគឺវាមិនអាចនោះទេដែលបិសាចកំណាចដែលបានបំផ្លាញនៅទីក្រុងរបស់គេគឺជាពុករបស់គេនោះដែរតួឯកប្រាប់យើងមើលទៅកាន់គេដូចជាមិនជឿតួឯកប្រាប់យើងគាត់ក៏បានធ្វើការបោះនៅក្តារមួយដុំឲ្យទៅកាន់គេផងដែរដែលនោះដែរគឺជាសម្បត្តិដែលគាត់ធ្វើការនិយាយគ្នាជាមួយនឹងអផុសថាដាស្រីច័ន្ទឯងដែលគាត់ក៏បានធ្វើការបោះឲ្យទៅកាន់គេហើយក៏បានឲ្យគេអាននៅសម្បត្តិទាំងអស់នេះទៅនោះគេប្រកាសជាដឹងនៅអំពីការពិតអំពីកូឡុនដេវីដែលជាពុករបស់គេនោះជាមខានរួចហើយសាច់រឿងរបស់យើងក៏បានកាត់ទៅដល់នៅកន្លែងមួយដែលយើងក៏បានឃើញនៅផ្ទះចំណាស់ដែលនៅជុំវិញផ្ទះនោះគឺថាពោរពេញទៅដោយព្រិលតែម្ដងហើយនៅក្នុងផ្ទះនោះយើងក៏បានឃើញនៅបុរសចំណាំម្នាក់ដែលគេកំពុងតែអង្គុយសរសេរនៅសម្បត្តិផងដែរម្នាក់ដែរគឺជាកូឡុនដេវីឬក៏អផុសសេរីចាស់ដែលត្រូវជាពុករបស់ថាដានឯងដែរAdmin សំហៅគាត់ថាជាអផុសថាដាសេរីចាស់ទៅចោះដែលគាត់កំពុងតែអង្គុយសរសេរសម្បត្តិផ្ញើឲ្យទៅកាន់តួឯកប្រាប់យើងនឹងឯងដែលគាត់ក៏បាននិយាយរៀបរាប់ទៅកាន់តួឯកប្រាប់យើងផងដែរថានៅពេលដែលគឺថាគាត់ឈឺធ្ងន់ហើយគាត់នឹងមិនអាចរស់បានយូរទៀតនោះទេហើយវាពិតជាគួរឲ្យសោកស្ដាយសម្រាប់ពួកគេខ្លាំងមែនទែនគឺនៅពេលដែលពួកគេស្លាប់ទៅនោះនឹងមិនមាននរណាម្នាក់ដែលចងចាំនៅពួកគេនោះទេហើយមុននឹងគាត់ស្លាប់នោះគាត់ក៏មាននៅបំណងប្រាថ្នារបស់គាត់មួយផងដែរគឺគាត់នឹងពិតជាចង់ទៅជួបជាមួយនឹងប្រពន្ធកូនរបស់គាត់ខ្លាំងមែនទែនដែលនៅពេលនោះតួឯកប្រាប់យើងគាត់ក៏បានទទួលសម្បត្តិអំពីគេផងដែរហើយតួឯកប្រាប់យើងក៏បានធ្វើការឆ្លើយតបទៅកាន់គេផងដែរថាគឺគាត់នឹងពិតជាដឹងអំពីអារម្មណ៍របស់គេនៅពេលនេះខ្លាំងមែនទែនប៉ុន្តែទោះបីជាយ៉ាងណាគឺវាមិនអាចទៅរួចបានទេបើសិនជាគេទៅជួបជាមួយនឹងប្រពន្ធកូនរបស់គេហើយអត្តសញ្ញាណរបស់គេបានត្រូវក៏បានគេរកឃើញនៅប្រពន្ធកូនរបស់គេប្រកាសជាស្ថិតនៅក្នុងគ្រោះថ្នាក់ជាម្ខានដូច្នេះហើយបំភ្លេចនៅរឿងទាំងអស់នេះចោលទៅហើយឲ្យគេនឹងត្រឡប់មកមើលខ្លួនឯងនឹងវិញទៅដើម្បីឲ្យគេនឹងបានរស់នៅយូរបានប្រហែលថ្ងៃទៅមុខទៀតដែលនៅពេលដែរផុសថាដាសេរីចាស់របស់យើងក៏បានប្រាប់ទៅកាន់តួឯកប្រាប់យើងផងដែរថាគឺគាត់នឹងមិនអាចទ្រាំបានទៀតនោះទេគឺគាត់បានទទួលសម្បត្តិអំពីប្រពន្ធកូនរបស់គាត់ហើយគាត់ពិតជាបារម្ភពីពួកគេខ្លាំងតែនៅសតែគាត់នឹងមានអារម្មណ៍មិនសូវស្រួលជាមួយនឹងរឿងដែលបានកើតឡើងនោះទេដែលតួឯករបស់យើងឃើញបែបនេះគាត់ក៏បាននិយាយទៅកាន់គេដោយសរសេរសម្បត្តិផងដែរថាបើសិនជាគេគិតបែបនេះហើយនោះគឺគាត់មិនអាចខ្វល់ទៅកាន់គេបានទេប៉ុន្តែគេនឹងប្រុងប្រយ័ត្នខ្លួនឲ្យមែនទែនកុំឲ្យគេនឹងដឹងអំពីអវត្តមានរបស់គេឲ្យសោះបើសិនជាគេដឹងនោះប្រពន្ធកូនរបស់គេប្រកាសជាស្ថិតក្នុងគ្រោះថ្នាក់ជាម្ខានrồiហើយយើងក៏បានកាត់ទៅដល់នៅកូឡុនវិញម្ដងដែរនៅពេលដែរផុសថាដាសេរីចាស់របស់យើងគាត់ក៏បានទៅដល់ទីនោះនៅពេលដែលគាត់បើកទ្វារទៅគាត់ពិតជាមានការរន្ធត់ជាខ្លាំងមែនទែនគឺដោយសារតែគាត់មិនបានឃើញនៅប្រពន្ធកូនរបស់គាត់នោះទេគឺគាត់បានឃើញត្រឹមតែអាវរបស់ប្រពន្ធគាត់តែប៉ុណ្ណោះដែលគាត់ពិតជាយំសោកស្ដាយខ្លាំងមែនទែនដែលគាត់មកយឺតបើសិនជាគាត់មកលឿនជាងនេះបន្តិចនោះប្រពន្ធរបស់គាត់នឹងមិនត្រូវបានគេសម្លាប់ដោយបែបនេះទេដែលគាត់ពិតជាយំសោកស្ដាយក៏ដូចជាសុំទោសទៅកាន់ប្រពន្ធគាត់ខ្លាំងមែនទែនដែលប្រពន្ធរបស់គាត់មានឈ្មោះថាយេនលូសៀនដែលមាននឹងថាហៅខុសឬក៏ហៅត្រូវទេដែលវាគឺជាឈ្មោះចិនហើយមានអាចារ្យចិនផងដូច្នេះហើយបើសិនជាខុសអីសូមគ្នាយើងក៏ប្រកាន់អីហើយយើងមើលទៅកាន់អផុសថាដាសេរីចាស់របស់យើងគឺថាគាត់ពិតជាយំសោកស្ដាយនៅប្រពន្ធកូនរបស់គាត់ខ្លាំងមែនទែនហើយគាត់ពិតជាខំខ្លាំងមែនទែនដែលគាត់បានជំរុញឲ្យខ្លួនឯងនឹងដល់ចំណុចកំពស់ហើយដើម្បីមកជួបជាមួយនឹងប្រពន្ធកូនរបស់គាត់ប៉ុន្តែគាត់នៅតែយឺតមួយជំហានដែលគាត់អាចមកជួបជាមួយនឹងគេបានហើយគាត់ក៏មិននៅសល់ពេលយូរផងដែរគាត់ប្រកាសជាស្លាប់មិនយូរប៉ុន្មានទៀតនោះទេប៉ុន្តែមុននឹងគាត់ស្លាប់គាត់ក៏ចង់ធ្វើនៅរឿងអ្វីមួយយ៉ាងដែលគាត់ត្រូវតែធ្វើផងដែររួចហើយសាច់រឿងរបស់យើងក៏បានកើតទៅដល់ប្រទេសរបស់អ្នកលក់នំប៉័ងវិញម្ដងដែលយើងក៏បានធ្លាប់ឃើញនៅភាគមុនផងដែរដែលនៅពេលនោះដែរអផុសថាដារបស់យើងសេរីចាស់នោះគាត់បានទៅការបើកការវេបហាក៏ដូចជាកាប់សម្លាប់ទៅកាន់ពួកគេហើយមូលហេតុនោះក៏គេបានប្រាប់ឲ្យយើងបានដឹងផងដែរថាគឺដោយសារតែគេនឹងបានធ្វើនំប៉័ងដូចជាយកនៅសាច់មនុស្សនឹងមកធ្វើជាស្នូលនំប៉័ងនឹងឯងហើយសម្រាប់តាំងឈូលូដែលរបស់ដែលថាដាគេចូលចិត្តដែលវាបែបដូចផ្លែឈើដែលមានរុំជាមួយស្ករនោះក៏
គេបានធ្វើការលាយវាជាមួយនឹងសារធាតុញៀនផងដែរដូច្នេះបានជាគាត់នឹងធ្វើការវាយប្រហារទៅកាន់ពួកគេនោះហើយរឿងទាំងអស់នេះដែរគឺជាការពិតដែលប្រពន្ធរបស់គាត់បានរកឃើញហើយពួកគេទាំងអស់នេះហើយគឺជាមនុស្សដែលបានសម្លាប់នាងដូច្នេះគឺគាត់នឹងមិនអាចលើកលែងទោសឲ្យទៅកាន់មនុស្សដែលបានសម្លាប់នៅប្រពន្ធរបស់គាត់បានដោយបែបនេះនោះទេនៅពេលដែលគាត់ប្រុងនឹងសម្លាប់ទៅកាន់អបិនោះហើយអបិនោះវាក៏បានធ្វើការស្រែកហៅនៅឈ្មោះលីបែលបន្ទាប់ពីឮថាលីបែលបែបនេះក៏ធ្វើឲ្យអត្ថដាស្រីចាស់របស់យើងគាត់ក៏រីមានការភ្ញាក់ផ្អើលផងដែរនេះដែរគឺជាឈ្មោះរបស់កូនគាត់នឹងឯងដែរនៅពេលនោះគាត់ក៏បានធ្វើការកន្លែងទៅក៏បានឃើញនៅក្មេងប្រុសម្នាក់ផងដែរនោះដែរគឺជាថាដាដែលគេនៅកាលពីក្មេងនឹងឯងហើយអផុសថាដាស្រីចាស់របស់យើងគឺថាគាត់នឹងមកនឹកស្មារតីដែលគាត់បានជួយជាមួយនឹងកូនប្រុសនៅក្នុងក្តីសម័យរបស់គាត់ដោយបែបនេះនោះមើលទៅឋានស៊ូគឺវាពិតជាគ្មានមេត្តាមែនទែនប៉ុន្តែបែបនេះក៏វាល្អផងដែរបើសិនជាគេដឹងថាឪពុករបស់ក្មេងម្នាក់នេះគឺជាណានោះលីបើទៅគេប្រកាសជាស្ថិតនៅក្នុងគ្រោះថ្នាក់ជាមិនខានហើយឈ្មោះថាលីបើនេះដែរគឺជាឈ្មោះរបស់អផុសថាដារបស់យើងឯងដែរឪពុករបស់គេបានហៅទៅកាន់គេដែលជាអផុសស្រីចាស់នឹងឯងហើយឈ្មោះដែរមិនដឹងថាអត់មានហៅខុសហៅត្រូវទេប៉ុន្តែបើសិនជាមានហៅខុសក៏សូមអភ័យទោសផងហើយសម្រាប់រឿងដែរបើសិនជាមានហៅឈ្មោះទៅរៀងវល់អីសូមអ្នកនរគ្នាអភ័យទោសផងគឺដោយសារតែរឿងដែរគឺថាឈ្មោះវាជាន់គ្នាដូចនេះគឺថាពិតជាពិបាកហៅខ្លាំងមែនទែនអេដមានសូមហៅថាដាស្រីចាស់ហើយនិងថាដាស្រីថ្មីចុះដើម្បីឲ្យគ្នាយើងងាយស្រួលចំណាំហើយតាមពិតទៅមនុស្សទាំងអស់ដែលនៅកូឡុនហែនោះគឺមិនមែនជាមនុស្សល្អដែរដោយអ្វីដែរថាដាស្រីចាស់របស់យើងបានគិតនោះទេគឺពួកគេទាំងអស់គឺសុទ្ធតែពពួកជនអក្រិតជនដែលបានធ្វើការជួញដូរគ្រឿងញៀនក៏ដូចជាធ្វើការជួញដូរនៅសេរីរឿងរបស់មនុស្សនឹងឯងហើយដើម្បីធ្វើការជួយសង្គ្រោះទៅកាន់កូនរបស់គាត់នៅពេលដែលថាដាស្រីចាស់របស់យើងបានធ្វើការបើកការវាយប្រហារទៅកាន់ពួកគេក៏ដូចជាធ្វើការលុបបំបាត់នៅអំពើហិង្សាទាំងអស់ក៏ដូចជាកម្ចាត់ទៅកាន់ពួកអបិសាចទាំងអស់នោះចេញពីទីនោះដើម្បីឲ្យកូនគាត់រស់នៅបានក្តីសុខផងដែរហើយគាត់សង្ឃឹមថាកូនរបស់គាត់នឹងរស់នៅបានសុខសាន្តដោយគ្មានគាត់ទៅចោះប៉ុន្តែទោះបីជាយ៉ាងណាក៏គាត់នៅតែបារម្ភពីកូនរបស់គាត់ផងដែរគឺគាត់មិនដឹងទេថានៅពេលដែលគាត់ស្លាប់ទៅតើក្មេងប្រុសដ៏គួរឲ្យកំសត់មួយនេះអាចរស់នៅក្នុងពិភពដ៏ខុសខើបែបនេះដោយខ្លួនឯងបានដោយរបៀបណាហើយគឺគាត់គ្មានជំរឿនទេដែលនៅពេលនោះយើងក៏បានកាត់ទៅដល់កន្លែងដែលពេលដែលថាដាគេបានទៅរកនៅសភៅវឹកហាត់ក្បាច់គុណរបស់គាត់នឹងឯងដែលគាត់ក៏បានមកទាន់ក៏ជាធ្វើការនិយាយស្ដីធ្វើការមើងងាយទៅកាន់គេនោះហើយគាត់ក៏បានធ្វើការបើកការវាយប្រហារទៅកាន់គេផងដែរដែលទាំងអស់នេះដែរគឺគាត់ធ្វើទាំងបង្ខំជនទេដើម្បីឲ្យគេនឹងនៅឆ្ងាយពីគាត់ដូចជារក្សានៅសុវត្ថិភាពឲ្យគេផងដែរនៅពេលនោះបន្ទាប់ពីគាត់ធ្វើការវាយប្រហារទៅកាន់កូនប្រុសដ៏គួរឲ្យស្រឡាញ់របស់គាត់ហើយគាត់ក៏បានដើរបែរមុខចេញដល់យើងមើលទៅកាន់ថាដាស្រីចាស់របស់យើងគឺថាគាត់ពិតជាឈឺចាប់ខ្លាំងមែនទែនគឺគាត់មិនចង់ទេប៉ុន្តែគាត់ធ្វើទាំងបង្ខំហើយនៅពេលដែលគាត់ពិតជាចង់កាន់ដៃគេហើយពិតជាចង់អោបគេខ្លាំងមែនទែនប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគឺវាមិនអាចទេហើយបន្ទាប់ពីថ្ងៃនោះមកគឺគាត់តែងតែលបមើលទៅកាន់ថាដាដែលគេបានហ្វឹកហាត់នៅក្បាច់គុណដែរពីមួយថ្ងៃទៅមួយថ្ងៃគឺគាត់តែងទៅមើលនៅកូនប្រុសរបស់គាត់ហ្វឹកហាត់ក្បាច់គុណដោយសម្ងាត់ដើមឲ្យកូនប្រុសរបស់គាត់នឹងបានដឹងខ្លួនទេដែលគាត់ក៏បានទៅការលបមើលទៅកាន់គេហើយក៏បានទៅសើទៅកាន់គេផងដែរថាគេបានកើតមកដើម្បីខ្លាចទៅជាផ្កាហើយគឺជាផ្កាដ៏ស្រស់ស្អាតមួយផងដែរហើយគាត់សង្ឃឹមថាគេនឹងដុះលូតលាស់ទៅមុខបានកាន់តែល្អប្រសើរជាងនេះហើយនៅពេលដែរក្តីសុខរបស់គាត់មួយផ្លែតនោះក៏ត្រូវបានបញ្ចប់គឺដោយសារតែការមកដោះរបស់ក្រុមរាជរដ្ឋាភិបាលដែលគេមកទីនេះដើម្បីធ្វើការរុះរើក៏ដូចជារឹបអូសនៅទីក្រុងកូឡូនីនឹងឯងហើយនៅពេលដែរគឺថាគាត់នឹងគ្មានជំរឿនទេគឺគាត់ត្រូវតែធ្វើការប្រយុទ្ធជាមួយនឹងក្រុមពួករដ្ឋាភិបាលទាំងអស់នោះក៏ដូចជាទៅការពមៀនទៅកាន់ពួកគេផងដែរថាបើសិនជាពួកគេហ៊ានត្រឡប់មកទីនេះម្ដងទៀតនោះគាត់នឹងធ្វើការចាប់ឲ្យពួកគេជាជំរាបជាមិនខានដោយនៅពេលដែលធ្វើឲ្យក្រុមទាហានរដ្ឋាភិបាលទាំងអស់នោះពិតជាភ័យខ្លាចខ្លាំងតែគេបានធ្វើការរត់ចេញពីទីនេះផងដែរបន្ទាប់ពីគេរត់ចេញពីទីនេះអស់នៅពេលនោះយើងក៏បានឃើញថាអផុសថាដាស្រីចាស់របស់យើងគាត់ក៏បានដួលក្អួតឈាមផងដែរគឺដោយសារតែគាត់នឹងបានបង្ខំនៅរាងកាយរបស់គាត់នឹងឲ្យដល់ដែនកំណត់ខ្លាំងពេកដូច្នេះបានធ្វើឲ្យគាត់នឹងក្អួតឈាមបែបនេះហើយគាត់ក៏មិនសល់ពេលយូរដើម្បីនៅរស់ទៀតបាននោះដែរដូច្នេះហើយមុននឹងគាត់ស្លាប់គាត់ក៏ចង់ធ្វើនៅរឿងមួយដើម្បីឲ្យកូនប្រុសរបស់គាត់ផងដែរដែលនៅពេលនោះគាត់ក៏បានទៅធ្វើការជួបជាមួយនឹងមេពពួកទាហានដែលបានធ្វើការមកចង់រឹបអូសនៅទីក្រុងកូឡូនឯងដែលនៅពេលនោះគាត់ក៏បានធ្វើការពមៀនទៅកាន់ពួកគេផងដែរគឺមកឲ្យពួកគេនឹងចូលមកកាន់កាប់ក៏ដូចជាលុកលុយនៅទីក្រុងនេះម្ដងទៀតនោះទេដែលនៅពេលនោះដែរអាមេរបស់គេនោះវាក៏បានយកប្រងក៏ដូចជាឲ្យអផុសថាដាស្រីចាស់របស់យើងធ្វើការសញ្ញាដើម្បីប្រងព្រាមនៅកិច្ចសន្តិភាពផងដែរដោយនៅពេលដែរអផុសថាដាស្រីចាស់របស់យើងបានពមៀនទៅកាន់ពួកគេថាបើសិនជាពួកគេហ៊ានមកជន់នៅទីនេះម្ដងទៀតនោះគាត់ប្រកាសជាសម្រាប់ទៅកាន់ពួកគេជាមិនខានហើយយើងមើលទៅកាន់ពួកគេពិតជា
ភ័យខ្លាចទៅកាន់អភ័សរថាដាស់រាយការណ៍របស់យើងខ្លាំងមែនទែនដែលនៅពេលនោះគាត់ក៏បានព្រមធ្វើការចុះផ្តិតមេដៃនៅលើកិច្ចសន្យានោះផងដែរបន្ទាប់ពីចុះផ្តិតមេដៃនៅលើកិច្ចសន្យារួចនៅពេលនោះដែរយើងក៏បានឃើញនៅបុរសម្នាក់ដែលមានមាឌធំបានមកទីនេះផងដែរហើយពួកទាហានទាំងអស់នៅទីនោះបន្ទាប់ពីបានឃើញនៅបុរសមាឌធំនោះហើយពួកគេក៏បានធ្វើការរត់ចេញពីទីនោះផងដែរដែលនៅពេលដែរអភ័សរថាដាស់រាយការណ៍របស់យើងក៏បាននិយាយផងដែរថាមើលទៅកាន់សម្លេងរបស់ឯងដូចជាប្រហែលតែឯងគឺជាមិត្តរបស់យើងតាមមែនទេដែលយើងធ្លាប់ហៅឯងថា David of the Battlefield ដែលនៅពេលដែរបរិមេត្តធំម្នាក់នោះគេក៏បាននិយាយថានៅពេលដែរគោលដៅរបស់គេត្រូវបានកំណត់ហើយចាប់តាំងពីពេលនេះតទៅមុខទៅគឺគេនឹងធ្វើការកំណត់សម្គាល់ទៅលើគោលដៅរបស់គេហើយបរិមេត្តធំនេះដែរអ្នកនរគ្នាចង់ដឹងថាជាអ្នកណាទៅមុខទីអ្នកនរគ្នាប្រកាសជាដឹងជាម្ខាងប៉ុន្តែនៅពេលនេះគេថាមានសំលាក់សិនហើយនៅពេលដែរអភ័សរថាដាស់ស្រីចាស់របស់យើងក៏បានសើចបន្តិចក៏ដូចជានិយាយទៅកាន់គេផងណាថាគឺគាត់បានដឹងអំពីវាផងដែរប៉ុន្តែទោះបីជាយ៉ាងណាគឺគាត់នឹងគិតម្ដងទេថាពួកគេបានប្រានៅល្បិចដល់កខ្វក់បែបនេះនោះប៉ុន្តែទោះជាយ៉ាងណាក៏ដោយគឺវាមិនអីទេយើងនឹងបង្ហាញឲ្យបានឃើញនៅពេលនេះដោយនៅពេលដែរអភ័សរថាដាស់ស្រីចាស់របស់យើងក៏បានធ្វើការបញ្ចេញនៅក្បាច់គុណរបស់គាត់ផងដែរប៉ុន្តែយើងមើលទៅកាន់មាត់របស់គាត់ក៏បានហូរឈាមផងដែរក៏ដោយសារតែនៅពេលដែរគឺថាគាត់ពិតជាកសោយខ្លាំងមែនទែនដែលគាត់ពិតជាខំជំរុញខ្លួនឯងនៅដល់ចំណុចកម្ពស់ខ្លាំងមែនទែនដែលគាត់បានបញ្ចេញនៅក្បាច់គុណរបស់គាត់បណ្ដាក៏ដូចជានិយាយបណ្ដាំទៅកាន់ទៅឯងប្រុសយើងបណ្ដាផងដែរថាលបងតើខ្ញុំអាចសុំរឿងមួយដែលជារឿងចុងក្រោយដែលខ្ញុំសូមលបងឯងបានដែរឬក៏នៅថ្ងៃអនាគតបើសិនជាលបងឯងបានជួយជាមួយនឹងកូនប្រុសរបស់ខ្ញុំសូមលបងអាចជួយប្រតិកម្មគេផងថាកុំឲ្យគេនឹងភ័យខ្លាចជាមួយនឹងខ្យល់បក់បក់នោះអីហើយសូមកុំឲ្យគេនឹងភ័យខ្លាចជាមួយនឹងការជិះចាប់ដែលនរណាម្នាក់បានផ្ដោតឲ្យទៅកាន់គេអីហើយគាត់នឹងព្យាយាមឲ្យអស់ពីសមត្ថភាពរបស់គាត់ដើម្បីធ្វើជាជ័យដ៏ល្អដើម្បីឲ្យកូនប្រុសរបស់គាត់នឹងបានធំធាត់ក៏ដូចជាខ្លះទៅជាផ្កាដ៏ស្រស់ស្អាតមួយផងដែរហើយពុកអត់បានការម្នាក់នេះពិតជាសុំទោសទៅកាន់កូនប្រុសខ្លាំងមែនទែនដែលបាននៅមើលថែកូនរហូតដល់ធំហើយពុកពិតជាស្រឡាញ់កូនខ្លាំងមែនទែនកូនសម្លាញ់បន្ទាប់ពីនោះមកសាច់រឿងរបស់យើងក៏បានកាត់ទៅបកក្រោយមកតង់ទៀតដែលនៅក្នុងប្រទេសមួយនៅក្នុងព្រះអាស័យមួយកន្លែងដែលនៅពេលនោះយើងក៏បានឃើញនៅអភ័សរថាដាស្រីចាស់របស់យើងផងដែរនៅពេលនោះយើងក៏បានឃើញថាមុខមាត់របស់គាត់ក៏ដូចជាសក់អីហ្នឹងគឺថាពិតជាដោយអភ័សរថាដាស្រីថ្មីរបស់យើងខ្លាំងមែនទែនដែលនៅពេលនោះគាត់ក៏បានបើកទ្វារមកដូចជាជួយជាមួយនឹងតួឯកប្រុសរបស់យើងអភ័សរស៊ីម៉ុនដូចជាអភ័សរជូហានស្រីចាស់នៅទីនោះផងដែរដែលនៅពេលនោះគាត់ក៏បានទៅការប្រើទៅកាន់ពួកគេទាំងអស់គ្នាផងដែរថានៅពេលនេះគឺគាត់ទទួលបានកូនប្រុសហើយយើងមើលទៅកាន់មនុស្សគ្រប់គ្នាក៏ដូចជាតួឯកប្រុសយើងដូចជាមិនសូវសប្បាយចិត្តប្រមាណទេប៉ុន្តែខុសអីតាអភ័សរស៊ីម៉ុនរបស់យើងគឺថាគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលនៅពេលនេះដែរគឺគាត់នឹងមាននៅក្មួយប្រុសហើយយើងមើលទៅកាន់តួឯកប្រុសយើងនៅពេលនោះគឺថាមុខរបស់គាត់ស្មើតែម្ដងដល់ឃើញបែបនេះដែរអភ័សរស៊ីម៉ុនរបស់យើងក៏បានទៅធ្វើការនិយាយជាមួយគាត់ផងដែរថាតើគាត់នឹងអត់ធ្វើការអបអរទេតែមែនទេគឺនៅពេលដែរគឺគាត់នឹងមាននៅក្មួយប្រុសហើយប៉ុន្តែយើងមើលទៅកាន់តួឯកប្រុសយើងគឺថាគាត់អត់និយាយអ្វីនោះទេរួចហើយគឺក៏បានកាប់ដល់ខាងក្រៅវិញម្ដងនៅពេលនោះដែរយើងក៏បានឃើញថាអភ័សរថាដាស្រីចាស់របស់យើងបានអង្គុយនិយាយគ្នាជាមួយនឹងតួឯកប្រុសយើងផងដែរដែលនៅពេលដែរអភ័សរថាដាស្រីចាស់របស់យើងក៏បានប្រាប់ទៅកាន់តួឯកប្រុសយើងផងដែរថាកុំអោយគាត់នឹងធ្វើការស្ដីបន្ទោសឲ្យគេអីគឺគាត់ដឹងខ្លាំងណាស់ថានៅពេលនេះគាត់កំពុងតែកើតអំពីអ្វីដោយលើបែបនេះដែរតួឯកប្រុសយើងក៏បាននិយាយទៅកាន់គេផងដែរថាឯងដឹងតែមែនទេបើសិនជាឯងដឹងហេតុអ្វីក៏ឯងនៅតែធ្វើវាទៀតតែឯងមិនបានឃើញនៅអ្វីដែលយើងបានឆ្លងកាត់ទេតែមែនទេតែឯងចង់ឆ្លងកាត់វាដូចជាយើងដែរមែនហើយមនុស្សដូចជាពួកយើងនេះគឺមិនអាចមាននៅគ្រួសារបាននោះទេដូច្នេះហើយឯងគួរតែបំភ្លេចនៅរឿងទាំងអស់នេះចោលទៅហើយយើងមិនដឹងថាតើឯងប្រុសយើងគាត់ធ្លាប់ឆ្លងកាត់រឿងអ្វីខ្លាំងទេហើយយើងក៏មិនដឹងថាគាត់ធ្លាប់មានគ្រួសារដែរឬក៏អត់នោះដែរដែលយើងមានតែចាំមើលទៅភាគមុខបន្តទៀតដែលនៅពេលដែរអភ័សរថាដាស្រីចាស់របស់យើងក៏បាននិយាយទៅកាន់តួឯកប្រុសយើងផងដែរថាខ្ញុំដឹងហើយលបងឯងក៏ដឹងផងដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគឺខ្ញុំអាចបោះបង់នៅអ្វីគ្រប់យ៉ាងប៉ុន្តែរឿងតែមួយគត់ដែលគាត់ចង់បាននោះគឺគាត់ចង់បាននៅគ្រួសារដ៏កក់ក្ដៅមួយដោយលើបែបនេះតួឯកប្រុសយើងក៏បាននិយាយទៅកាន់គេផងដែរថាប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ឯងនឹងអាចទៅជួយជាមួយនឹងគ្រួសាររបស់ឯងបានទេឯងដឹងវាដែរតែមិនចឹងអីបើសិនជាគ្រួសាររបស់ឯងត្រូវបានគេដឹងនោះប្រពន្ធកូនរបស់ឯងប្រកាសជាស្ថិតនៅក្នុងគ្រោះថ្នាក់ជាមិនខានខ្ញុំដឹងនៅរឿងទាំងអស់នេះច្បាស់ខ្លាំងណាស់ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែគិតអំពីវាហើយវាក៏ល្អណាស់ដែរបើសិនជាខ្ញុំត្រូវបានស្លាប់នៅថ្ងៃស្អែកអូអត់ទេនៅថ្ងៃនេះក៏វាមិនអីនោះដែរឲ្យតែខ្ញុំបានថតរូបជាមួយនឹងប្រពន្ធកូនរបស់ខ្ញុំគឺខ្ញុំអស់ចិត្តហើយយើងបានប្រាប់ឯងហើយថាពួកយើងមិនអាចថតរូបបានទេដូច្នេះគឺឯងមិនអាចថតរូបជាមួយនឹងគ្រួសាររបស់ឯងបានទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបើសិនជាឯងមិនមែនជាអភ័សរថាដាស់នោះ
នោះរឿងទាំងអស់នេះវាអាចនឹងទៅរួចដោយលឺនៅពាក្យសម្ដីរបស់តួឯកប្រុសរបស់យើងបែបនេះដែរផសថាដាស្រីចាស់របស់យើងគាត់ក៏រៀងភ្ញាក់ផ្អើលហើយក៏ដូចជាមើលទៅកាន់តួឯកប្រុសរបស់យើងក៏ដូចជាមាននៅផែនការរបស់គាត់ផងដែររួចហើយយើងក៏បានក៏ទៅដល់កន្លែងមួយដែលនៅពេលនោះយើងក៏បានឃើញនៅស្ត្រីម្នាក់កំពុងតែពរកូនផងដែរហើយកូនតូចម្នាក់នោះដែរគឺជាអផសថាដាស្រីថ្មីរបស់យើងនឹងឯងហើយម្នាក់ស្រីនោះដែរគឺជាម្ដាយរបស់អផសថាដាស្រីថ្មីក៏ដូចជាត្រូវជាប្រពន្ធរបស់អផសថាដាស្រីចាស់នឹងឯងអ្នកនរគ្នាកន្លែងនេះរៀងវល់តិចហើយតែសង្ឃឹមថាអ្នកនរគ្នាយល់ចុះណាហើយនៅពេលនោះដែរយើងក៏បានឃើញនៅអ្នកថតរូបម្នាក់ផងដែរដែលនៅពេលដែរអ្នកថតរូបនោះក៏បានទៅការនិយាយស្ដីឲ្យទៅកាន់ពួកគេផងដែរថាតើពួកគេនឹងមិនដែលថតរូបតាំងតែពីមុនទេតែម្ទេសហើយបានជាមើលទៅកាន់ពួកគេថតដូចជារឿងឆ្កងឆ្កងអញ្ចឹងពួកគេឈរជិតគ្នាបន្តិចមកដើម្បីមើលទៅវាសមជាគ្រួសារបន្តិចដោយនៅពេលដែរអផសតដាស្រីចាស់របស់យើងក៏បាននិយាយផងដែរថាគឺគាត់គឺជាមនុស្សម្នាក់ដែលមិនអាចមាននៅគ្រួសារបានហើយគឺមិនអាចថតនៅរូបបានប៉ុន្តែទោះបីជាណាក៏ដោយក៏គាត់នៅតែចង់ធ្វើវាមុនពេលដែលគាត់ចាក់ចេញពីភពលោកនេះទៅហើយខ្ញុំគិតថានេះដែរគឺជាការថតរូបលើកដំបូងហើយក៏ជាលើកចុងក្រោយរបស់ខ្ញុំផងដែរដែលបានថតជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំហើយវាក៏ជាភស្តុតាងមួយផងដែរថាបញ្ជាក់ថាខ្ញុំក៏មាននៅគ្រួសារផងដែរហើយមកដល់ត្រឹមនេះដែរសាច់រឿងរបស់យើងនៅពេលនេះក៏បានមកដល់ទីបញ្ចប់តែទំនេះផងដែរហើយបើសិនជាគ្នាយើងចង់ដឹងថាតទៅមុខទៀតវានឹងទៅជាយ៉ាងណាយើងមានតែចាំតាមដានទស្សនាជាមួយនឹងមានភាពបន្តទៀតនៅវីដេអូក្រោយហើយមុននឹងបញ្ចប់នៅវីដេអូនេះដែរសម្រាប់គ្នាយើងដែលតើបានចូលនៅក្រុម Telegram របស់មានតែកុំភ្លេចធ្វើការ scan ចូលម្នាក់មួយផងហើយវីដេអូរបស់មាននៅពេលនេះក៏មានតែប៉ុណ្្នឹងដែរយើងចាំជួបគ្នាបន្តទៀតនៅវីដេអូក្រោយ